រឿងចៅអាចសេះមានបរិសម្នាក់អ្នកស្រុកគេហៅថាចៅអាចសេះព្រោះនៅខ្ញុំសេដ្ឋីគេឲ្យខ្វាល់សេះប្រហែលជាប៉ាស៊ុបក្បាលគេឲ្យទៅសង់ខ្ទុំនៅបៀតមាត់ទន្លេបុរសនោះព្យាយាមរំលឹកគុណព្រះពុទ្ធទោះខ្វាល់សេះក្តីធ្វើការអ្វីក្តីតែងទន្ទឹងជាប់អញទៅដេញសេះសម្មាសម្ពុទ្ធោអញទៅលើកអាចសេះសម្មាសម្ពុទ្ធោធ្វើការអ្វីក៏ទន្ទឹងថាសម្មាសម្ពុទ្ធោដូច្នេះដរាបទៅឯអាចសេះនោះទៀតបុរសមិនលើកចោលទេតែងកើបច្រកការុងទុកបានជាច្រើនថ្ងៃមួយមានសំពៅ500មកពីស្រុកចិននាំទំនិញមកលក់បុរសស្រែកហៅថាឲ្យចូលមកនេះសិនលុះសំពៅចូលមកសួរថាអ្នករាល់គ្នាបើកសំពៅមកពីណានាយសំពៅថាមកពីស្រុកចិនបុរសថាអ្នកស្គាល់ស្ដេចក្រុងចិនទេនាយសំពៅថាស្គាល់ព្រោះខ្ញុំនៅចិត្តព្រះរាជវាំងដែរបុរសថាស្ដេចក្រុងចិននោះជាឃ្លាអញហើយជាមិត្តសម្លាញ់ថ្ងៃមុនរៀងមកបើអ្នកត្រឡប់ទៅស្រុកចិនវិញអញផ្ញើរបស់ទៅឃ្លាអញផងនាយសំពៅនោះឆ្លើយថាបាទហើយនាំគ្នាចេញសំពៅទៅលក់ដូរមិនយូរប៉ុន្មាននាយសំពៅត្រឡប់មកវិញចូលទៅរកបុរសនោះសួរថាអ្នកឯងបានអ្វីផ្ញើទៅយកមកខ្ញុំទៅឥឡូវហើយបុរសថាខ្វះអ្វីខ្ញុំរៀបដាក់នឹងការុងបំរុងផ្ញើទៅនាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅនៅរបស់ប្រហែល400ការុងដែលសុទ្ធតែការុងពេញដោយអាចសេះហើយក៏ឡាបុរសនោះជ័យសំពៅទៅស្រុកចិនដល់ទៅដំណាក់ផែស្ដេចក្រុងចិនហើយក៏បោះយុត្ថាឡើងទៅក្រាបទូលថាមានឃ្លាព្រះអង្គផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយដាក់នឹងការុងច្រើនណាស់ស្ដេចក្រុងចិនឆ្ងល់ថាអញមិនដែលទៅស្រុកខ្មែរទេអញមានឃ្លាឯណានៅស្រុកខ្មែរក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចសេះនោះមកដាក់គោនៅមុខព្រះលានទ្រង់ឲ្យស្រាយមាត់ការុងចាក់មើលតើជារបស់អ្វីខ្លះដល់ស្រាយទៅឃើញសុទ្ធតែដុំមាសគ្រប់ការុងស្ដេចមានព្រះទ័យត្រេកអររោគទីបំផុតគ្មានក៏ទ្រង់គិតក្នុងព្រះចិន្តាថានឹងបានអ្វីផ្ញើទៅគេវិញមានតាព្រះរាជបុត្រីមួយព្រះជន្ម18ឆ្នាំព្រះរូបព្រះឆោមល្អលើសស្រីទាំងអស់គិតផ្ញើទៅឲ្យគេហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពីស្បៃសัตว์ទាំងសងខាងតែឲ្យមានកន្លែងបើកចេញចូលមកខាងបានហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរមានទាំងកន្សែងបក់បួយមួយថងហើយចាត់បំរើឲ្យបើកសំពៅយកទៅឲ្យចៅអាចសេះបំរើទៅដល់ហើយក៏ស្រែកហៅបុរសនោះថាស្ដេចក្រុងចិនធីក្លើផ្ញើស្គរមួយមកឲ្យអ្នកឯងវាលេងបុរសឮដូច្នោះក៏ត្រេកអរណាស់អ្នកបំរើយកស្គរទៅចងខុងរងសេះនោះបុរសនោះក៏ចេះតែវាលេងទាំងនិយាយផងថាឃ្លើអញស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាលេងថ្ងៃមួយបុរសនោះវាយស្គរហើយចេញទៅខ្វាល់សេះនាងដែលនៅក្នុងស្គរចេញមករៀបបាយទឹកទុកបំរុងឲ្យបុរសនោះហើយចូលទៅក្នុងស្គរវិញពេលបុរសនោះត្រឡប់មកវិញឃើញបាយគិតថានរណាមករៀបបាយឲ្យអញឃ្លានបាយអញស៊ីហើយឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃបុរសនោះសង្ស័យនឹកថានរណាយកបាយឲ្យអញស៊ីរាល់ថ្ងៃម្លេះចាំលើបមើលក៏ឃើញនាងដ៏មានរូបល្អឯកចេញពីក្នុងស្គរមកហើយបោះបយកន្សែងឲ្យកាចជាអាហារឡើងមួយរំពេកបុរសនោះក៏ភ័យស្រែកថាសម្មាសម្ពុទ្ធោមកពីណាល្អម្ល៉េះហើយក៏រត់ទៅនាងនោះចេញតាមបុរសនោះស្រែកថាសម្មាសម្ពុទ្ធោកុំចាប់អញអាណិតអញលែងអញទៅនាងថាខ្ញុំមិនលែងទេអ្នកឯងជាប្តីខ្ញុំហើយឪពុកខ្ញុំឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯងព្រោះអ្នកឯងបានផ្ញើមាសប្រាក់ទៅឲ្យឪពុកខ្ញុំច្រើនណាស់បុរសថាទេខ្ញុំមិនយកទេនាងនោះនិយាយលួងលោមច្រើនដងបុរសក៏ស្ងៀមនាងដឹកដៃបុរសនោះមករោងសេះវិញក្នុងវេលាយប់នោះនាងអធិធានកន្សែងហើយបកបយឲ្យកើតជាប្រាសាទរាជវាំងមានមនុស្សគឹកកងរំពើងនៅក្នុងនោះចៅអាចសេះហើយនឹងនាងនោះក៏នៅលើប្រាសាទមានមនុស្សបំរើឆ្វេងស្ដាំអ្នកស្រុកទាំងពួងឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នាក៏រត់ទៅប្រាប់សេដ្ឋីជាចៅវាយបុរសនោះថាមានការប្រាសាទរាជវាំងត្រង់ខ្ទមចៅអាចសេះនោះច្រើនណាស់សេដ្ឋីសង្ស័យរត់ទៅមើលឃើញហើយក៏ភិតភ័យរត់ទៅទូលស្ដេចតាមរឿង